បងស្រីម្នាក់បានរកឃើញសត្វខ្លាឃ្មុំញីមួយក្បាលដែលបានដេកស្លាប់នៅលើដងផ្លូវភ្លាមនោះដែរនោះគាត់ក៏បានឃើញកូនខ្លាឃ្មុំនៅក្នុងពោះម្ដាយរបស់វានិងគាត់បានរកគ្រប់វិធីដើម្បីយកវាចេញដោយឃើញថាកូនខ្លាឃ្មុំនៅមានជីវិតបងស្រីក៏សម្រេចចិត្តជួយសង្គ្រោះវាផងដែរមើលទៅគេដូចជាមានសុខភាពល្អខ្លាំងណាស់និងបងប្រុសដែលជាប្តីនោះក៏ស្រឡាញ់វាខ្លាំងណាស់ដែរនិងកូនរបស់គាត់នោះក៏រីករាយដូចគ្នាក្មេងស្រីតែងតែមើលថែសត្វខ្លាឃ្មុំនោះជំនួសម្ដាយរបស់គេនៅពេលដែលគាត់រវល់កន្លងមកប៉ុន្មានថ្ងៃក្រោយមកនោះបងប្រុសក៏បានរៀបចំកន្លែងសម្រាប់គេរស់នៅនិងកូនខ្លាឃ្មុំនោះមានអារម្មណ៍ថាសប្បាយចិត្តមែនទែននិងកូនរបស់គាត់បានលេងជាមួយកូនខ្លាឃ្មុំជារៀងរាល់ថ្ងៃនិងកូនខ្លាឃ្មុំក៏សប្បាយចិត្តនឹងការលេងនេះផងដែរក៏ប៉ុន្តែមើលទៅកូនខ្លាឃ្មុំមិនទាន់ចេះស៊ីចំណីនៅឡើយទេមិនថ្មីនោះទេក្មេងស្រីតែបញ្ចុកទឹកដោះគោទៅឲ្យគេមើលទៅគេទាំងពីរនាក់នោះប្រៀបដូចជាបងប្អូននឹងគ្នាទៅហើយគ្រប់ពេលដែលក្មេងស្រីរៀននឹងគូរូបនោះគឺគេតែងតែនៅក្បែរជានិច្ចនិងសូម្បីតែសត្វឆ្កែនោះក៏មិនហ៊ានជាមួយនឹងកូនខ្លាឃ្មុំនេះផងដែរកូនខ្លាឃ្មុំបានព្យាយាមកាយដីមួយកន្លែងនៅក្បែរផ្ទះគឺមិនដឹងទេថាគេកាយដោយគោលបំណងអ្វីតាមពិតទៅគឺគេកាយដីសម្រាប់ធ្វើជាសម្បុករបស់គេមួយទៀតផងដែរបងស្រីឃើញដូចនេះគេក៏បានរត់ទៅលេងនៅខាងក្រៅទៅដល់កន្លែងនោះតែម្ដងនិងគេបានលេងជាមួយគ្នាយ៉ាងសប្បាយរីករាយមាននៅពេលព្រឹកមួយនោះកូនខ្លាឃ្មុំក៏មានអាការៈមិនស្រួលគឺគេត្រអើករហូតមើលទៅគេដូចជាពិបាកដកដង្ហើមខ្លាំងណាស់ដោយឃើញដូចនេះបងប្រុសក៏បានបញ្ជូនគេទៅមន្ទីរពេទ្យភ្លាមលោកគ្រូពេទ្យបានពិនិត្យមើលគេយ៉ាងយកចិត្តទុកដាក់បំផុតនិងបានពិនិត្យមើលអេកូក្នុងពោះរបស់គេផងដែរការពិតទៅកូនខ្លាឃ្មុំបានលេបអ្វីម្យ៉ាងចូលទៅក្នុងពោះរបស់គេមិនតែប៉ុណ្ណោះវាក៏មានសារជាតិពុលផងដែរបន្ទាប់ពីព្យាបាលរួចហើយនោះក្មេងស្រីតែងតែនៅក្បែរគេស្ទើរតែគ្រប់ពេលទៅហើយព្រោះគេខ្លាចកូនខ្លាឃ្មុំស៊ីអ្វីប្រេះផ្ដាស់ទៀតនោះនិងគេបានព្យាយាមរៀនបន្ថែមអំពីកូនខ្លាឃ្មុំមួយនេះមើលទៅគេចិត្តស្មើក្មេងស្រីទៅហើយពួកគេបានទប់កូនខ្លាឃ្មុំប្រៀបដូចជាសមាជិកគ្រួសាររបស់គេអញ្ចឹងទោះជាយ៉ាងណាក៏ដោយនោះក៏ពួកគេត្រូវតែបញ្ជូនកូនខ្លាឃ្មុំនោះទៅក្នុងព្រៃវិញនាពេលព្រឹកមួយនោះបងប្រុសក៏បានយកកូនខ្លាឃ្មុំនោះទៅព្រៃដាច់ស្រយាលមួយកន្លែងនិងកូនខ្លាឃ្មុំគាត់ក៏បានទុកនៅក្នុងទ្រុងដែកមួយពេលដែលទៅដល់ហើយនោះពួកគេក៏ចាប់ផ្ដើមបើកប្រឡែងកូនខ្លាឃ្មុំនោះក៏ប៉ុន្តែមើលទៅកូនខ្លាឃ្មុំពិតជាមិនចង់ចាក់ចេញនោះទេមើលទៅគេប្រហែលជាចង់ត្រឡប់ទៅផ្ទះវិញហើយការចាក់ចេញរបស់គេនេះមើលទៅក្មេងស្រីមិនអាចទប់ទឹកភ្នែកបាននោះទេហើយគេក៏សន្យាថានឹងព្យាយាមមកជួបកូនខ្លាឃ្មុំនោះឲ្យបានញឹកញាប់តែម្ដងក៏ប៉ុន្តែអ្វីដែលមិនអាចនឹកស្មានដល់នោះប៉ុន្មានថ្ងៃក្រោយមកនោះកូនខ្លាឃ្មុំក៏បានរត់មករកផ្ទះវិញក្នុងពេលនោះដែរក្មេងស្រីគឺពិតជាសប្បាយចិត្តខ្លាំងណាស់ហើយគេក៏បានធ្វើម្សៅទឹកដោះគោដូចរាល់ដងដើម្បីឲ្យកូនខ្លាឃ្មុំនោះបាយហើយក្មេងស្រីក៏បានអង្វរប៉ារបស់គេកុំទាន់បញ្ជូនកូនខ្លាឃ្មុំនេះទៅវិញអីដោយឃើញដូចនេះបងប្រុសក៏សម្រេចចិត្តចិញ្ចឹមគេជារៀងរហូតនិងជាចុងក្រោយនេះភាពស្មោះត្រង់ដែលយើងទទួលបានពីនរណាម្នាក់នោះគឺយើងមិនអាចយកលុយទៅទិញបាននោះទេ